ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានមកជួបគ្រឿងសាច់គោខ្ទិះដូងមកឲ្យបងប្អូនមានគ្រឿងផ្សំដូចក្នុងវីដេអូនឹងអញ្ចឹងហើយយើងមិនមានអីជាពិបាកយល់ទេបងប្អូនអាចស្គាល់បានព្រោះដោយសារគ្រឿងផ្សំនេះងាយៗទេបងប្អូនអញ្ចឹងជាដំបូងយើងដាក់ខ្លាញ់ឲ្យក្តៅមកហើយយើងបំពងខ្ទឹមសជាមុនសិននៅពេលដែលយើងបំពងខ្ទឹមសនឹងឲ្យឡើងពណ៌រាងក្រហមតិចចាំយើងដាក់ជាមួយនឹងប្រហុកចិញ្ច្រាំរបស់យើងណាបងប្អូនប្រហុកចិញ្ច្រាំហ្នឹងយើងអាចប្រើប្រហុកសាច់ក៏បានឬក៏ប្រហុកដែលមានឆ្អឹងហើយយើងយកមកចិញ្ច្រាំក៏បានដែរក្រោយមកយើងដាក់គ្រឿងបុករបស់យើងបន្តិចមកដាក់តែបន្តិចសិនក៏បានដែរកុំឲ្យដាក់ច្រើនពេកក្រែងលោវាស្កាទៅបងប្អូនអញ្ចឹងយើងដាក់គ្រឿងនឹងកូរឡើងឲ្យវាឈ្ងុយជាមួយនឹងប្រហុកនឹងសិនហើយចាំយើងដាក់ម្ទេសឆាពណ៌ក្រហមនេះទៅបើសិនជាម្ទេសឆានេះវាអត់ហឹរទេដោយសារខ្ញុំធ្វើខ្លួនឯងអញ្ចឹងបើសិនជាបងប្អូនអត់មានទេបងប្អូនអាចទិញម្ទេសក្រហមយកមកត្រាំឲ្យរីកសិនហើយចាំយើងច្រាំបែបហ្នឹងក៏បានដែរអញ្ចឹងបងប្អូនកូរឡើងចុះឡើងដើម្បីឲ្យវាចូលគ្នាជាមួយនឹងគ្រឿងបុកជាមួយនឹងប្រហុកមិញទៅចាំដាក់ខ្ទិះដូងចូលខ្ទិះដូងយើងអាចដាក់មើលបន្តិចសិនទៅក៏បានដែរដើម្បីកូរវាឲ្យឡើងល្បាយមាត់ចូលគ្នាឲ្យឡើងឈ្ងុយសិនណានឹងពេលមានន័យថាយើងម្លេងខ្ទិះដូងឲ្យឡើងឈ្ងុយមួយផ្លែតសិនហើយចាំយើងដាក់ខ្ទិះដូងបន្ថែមចូលទៅក៏បានដែរបើសម្រាប់នាងខ្ញុំវិញខ្ញុំគ្រាន់តែកូរឲ្យឡើងឈ្ងុយខ្ទិះដូងនឹងហើយសិនហើយរាល់អស់បើសិនជាមើលទៅថាអាចទន់ល្មមឬក៏នៅស្ទើរខ្ទិះដូងទេនឹងមិនចាក់ចូលបន្ថែមទៀតចឹងណាបងប្អូនអញ្ចឹងនៅពេលដែលចាក់ខ្ទិះដូងចូលបន្ថែមយើងលាយគ្រឿងផ្សំរបស់យើងបន្ថែមតែម្ដងទៅមានដូចជាប្រេងខ្យងម្សៅស៊ុបខ្នុរបន្តិចទៅចាព្រោះខ្ញុំអត់ប្រើប៊ីចេងទេហើយខ្ញុំដាក់ស្ករសបន្តិចទៀតជាងគ្រឿងផ្សំវាមានតែធម្មតាដូចតែរដងទេបងប្អូនហើយយើងដាក់ទឹកត្រីបន្តិចទៀតដើម្បីឲ្យមានឈ្ងុយក្លិនទឹកត្រីខ្លះក៏បានដែរនៅពេលដែលយើងកូរគ្រឿងផ្សំចូលគ្នារួចរាល់អស់យើងអាចដាក់សាច់គោចូលតែសាច់គោហ្នឹងកុំដាក់ឲ្យឆ្អិនខ្លាំងពេកណាបងប្អូនកុំឲ្យសាច់គោនឹងនៅពេលដែលវាឆ្អិនខ្លាំងពេកទៅវាទៅជាស្វិតវិញវាលែងឆ្ងាញ់ហើយអញ្ចឹងសាច់គោនឹងកូរឲ្យចូលជាតិជាមួយនឹងគ្រឿងទេសកូរសាច់គោនឹងចូលជាតិតែបន្តិចទៅមិនបាច់ចាំទុកតតែឆ្អិនទេក្រោយមកយើងអាចដាក់ជាមួយនឹងបន្លែចូលតែម្ដងទៅបងប្អូនដើម្បីកុំឲ្យសាច់គោឆ្អិនពេកវាអត់ឆ្ងាញ់ទេចឹងនៅពេលដែលយើងដាក់បន្លែថែមហើយយើងកូរបន្លែឲ្យចូលគ្រឿងជាមួយគ្នានឹងឲ្យឡើងឈ្ងុយហើយចាំយើងដាក់ខ្ទិះដូងខាងចុងឬក៏យើងដាក់ទឹកបន្ថែមក៏បានដែរបងប្អូនសម្រាប់នាងខ្ញុំប្រើខ្ទិះដូងចុងបន្ថែមខ្ញុំអត់ប្រើទឹកទេបើសិនជាបងប្អូនគិតថាយើងស្ទើរខ្ទិះដូងបន្ថែមទេឬក៏អាចខ្លាចថាប្រើខ្ទិះដូងច្រើនពេកបងប្អូនអាចបន្ថែមនៅទឹកបន្តិចទៅក៏បានដែរសម្រាប់ខ្ញុំដូចជាមានថែមទឹកបន្តិចដែរដោយសារតែខ្ទិះដូងរបស់យើងរៀងនៅស្ទើរអញ្ចឹងសម្លរបស់យើងវារៀងខាប់ដែរអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំថែមទឹកបន្តិចដែរនេះ7ទុំដោយសារតែខ្ញុំអត់ចង់ប្រើពេលឆុំវាជាមួយនឹងទឹកសាបអីទៀតយូរទេបងប្អូនយើងដាក់ត្រាំចោលនៅក្នុងសម្លបែបហ្នឹងទៅអញ្ចឹងនៅពេលដែលទឹកសម្លយើងពុះគឺអំពិលដែលយើងដាក់ចូលក្នុងទឹកហ្នឹងគឺវារីកហើយអញ្ចឹងគ្រាន់តែស្រង់វាយកមកដាក់កត្រង់ជ្រុំចុះជ្រុំឡើងទៅគឺវាចេញជាតិជូរតាមហ្នឹងហើយបងប្អូននេះជាតិចនិចរបស់ខ្ញុំនៃការខ្ញុំជ្រុំអំពិលស្លម្ជូរហើយម្យ៉ាងវិញទៀតដោយសារតែអំពិលទុំនេះវាក៏មិនមានក្របអីដែរខ្ញុំទិញយកអំពិលទុំដែលអត់មានក្របណាបងប្អូនអញ្ចឹងយើងក៏អត់ចាំបាច់ទៅភ័យថាដាក់ត្រាំចោលទៅវាជ្រុះក្របនៅក្នុងនឹងអីអត់ទេអញ្ចឹងខ្ញុំអាចធ្វើបែបហ្នឹងបានក្រោយមកយើងភ្លក់មើលរសជាតិតាមការគួររបស់យើងទៅថាជូរល្មមរសជាតិដែលយើងចូលចិត្តហើយឬក៏នៅអញ្ចឹងបងប្អូនអាចភ្លក់មើលបានថែមម្ទេសបន្តិចទៅក៏បានដែរចឹងរួចរាល់ជាការស្រេចជូរគ្រឿងយើងក៏បានចប់ហើយបងប្អូនអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំតាមនេះបានមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនហើយអរគុណបងប្អូនសម្រាប់ការតាមដានកុំភ្លេចចុច Subscribe page នាងខ្ញុំផងដើម្បីទទួលបាននូវមុខម្ហូបថ្មីប្លែកៗឆ្ងាញ់ពិសាបន្ថែមទៀតអរគុណបងប្អូនហើយសូមអធិស្ឋានបើសិនជាមានកំហុសតត្រង់ណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការគាំទ្រកុំភ្លេចចុច Subscribe ផងណាបងប្អូនអរគុណ